ក្រោយពីសៀមវាយប៉ោងខោបាក់តបអស់38សមរភូមិមកក៏រឿងសម្ដីខែងរែងអួតអាងចូល fake ដឹកដៃថៃចូលស៊ីก๋วยเตี๋ยวលើកម្ហូបចាស់ 3M21 អីឡើងនេះមានព័ត៌មានមួយចេញផ្សាយពីប្រទេសជប៉ុនមកគឺចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន Nikkei Asia បាននិយាយពីចំនួនដែលទាហានលោកហ៊ុនសែនបានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធជាមួយថៃណានេះគឺជាព័ត៌មានមួយដែលផ្សាយចេញមកខ្ញុំមិនបាច់លើកតួលេខយកមកនិយាយទេប៉ុន្តែពួកអាដែងដែលជាកន្ធោដែលជាមនុស្ស fake មនុស្សចូលមនុស្សអួតសៀមអាពេលផែងវណ្ណៈសៀមស្លាប់6000លបួស20000ទីបំផុតអាពេលអស់នេះបារាជ័យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាដី14កន្លែងត្រូវសៀមកាន់កាប់នៅពេលដែលប្រភពសៀមនិយាយថាណាចំណុចសមរភូមិ38ចំណុចត្រូវវាកាន់កាប់ការបិទបាំងគ្រប់សពទាំងអស់រួមទាំងការឆោបបោកនៅក្នុងប្រទេសកម្ពុជាជនរងគ្រោះដោយការឆោបបោករបស់អាលេងណាវត្រានៅតែសុំអង្វរឲ្យហ៊ុនសែនហ៊ុនម៉ាណែតដោះស្រាយបញ្ហាណាដោះស្រាយបញ្ហាតែគ្មានអ្នកណាយកទៅជាស្ដាប់នឹងការឈឺចាប់ទុក្ខវេទនារបស់ប្រជាជនខ្មែរទេអត់មានអ្នកណាយកចិត្តទុកដាក់នឹងការឈឺចាប់របស់ប្រជាជនខ្មែរទេអាមេបោកប្រាស់ទាំងខ្មែរអាមេបោកប្រាស់ទាំងចិនអាមេបោកប្រាស់ទាំងអ្នកនយោបាយគឺបោកប្រាស់ប្រជាជនខ្មែរធ្វើបាបប្រជាជនខ្មែរឥតមានថ្ងៃឈប់ឡើយទោះបីកន្ធោរបស់វាខំប្រឹងបំផ្លងព័ត៌មានយ៉ាងណាក៏ដោយឥឡូវនេះពួកអាអួតចាស់ 3M21 តាំងបកីឥឡូវអន់ចង់ហើយពួកអាអួតថាដឹកដៃភ្ញៀវចូលតុហើយចាំលើកម្ហូបអន់ចង់ហើយពួកអាប្រមាថមើងងាយធ្វើជីដាក់ស្រែប្រើសម្ដីខ្មែរក្រហមវាយឯងធ្វើជីដាក់ស្រែឥឡូវអន់ចង់ហើយណាបាក់តប38ចំណុចតាមបណ្ដោយព្រំដែន800គីឡូម៉ែត្រ Nikkei Asia បញ្ចេញចំនួនមនុស្សដែលជាយុទ្ធជនដែលបានស្លាប់នៅក្នុងសមរភូមិនៅពេលដែលរាជការអត់ផ្សាយណាអត់ផ្សាយនៅព័ត៌មានឲ្យប្រជាជនខ្មែរបានដឹងឡើយនេះគឺជាការឈឺចាប់ជាទីបំផុតដែលកំពុងតែកើតឡើងនៅក្នុងសន្តានចិត្តរបស់ប្រជាជនស្លូតត្រង់ខ្មែរដែលកំពុងតែត្រូវគេបោកភូតនេះគឺជាអ្វីដែលកំពុងតែកើតឡើងសេដ្ឋកិច្ចដាំក្បាលចុះពលករចំណាក់ស្រុកប្រឹងរត់លូនឆ្លងដែនទៅធ្វើការស្រុកគេនៅពេលដែលធនាគារដើរទាលុយអ្នកស្រុកគ្មានចំណូលមិនដឹងជាត្រូវធ្វើយ៉ាងម៉េចណាសម្បុកចៅគឺនៅជាប់ជាមួយមេដឹកនាំអាចោចេញលេងណាវត្រាអាចោដតីទៀតអាចោច្រិនជឺអាចោ scammer នៅជុំវិញរដ្ឋាភិបាលបង្ងើយកន្តើយមិនយកចិត្តទុកដាក់ហើយឲ្យការក្លែងបន្លំនៅក្នុងប្រទេសកម្ពុជាក្លែងបន្លំថាដោះស្រាយក្លែងបន្លំថាដោះស្រាយអត់មានដោះស្រាយឲ្យប្រជាជនទេនេះគឺជាអ្វីដែលកើតឡើងនៅក្នុងការឆោបោកដ៏ធំធេងមិនគួរឲ្យជឿនៅក្នុងគណៈនេះតើរាជការនៅធ្វើអីបានជាមិនដោះស្រាយ10ម៉ោងមុននេះណាខ្មែរ Times បានបង្ហាញអត្ថបទមួយថាទោះបីបាត់ព្រំដែនក៏ដោយក៏ចំនួនទ្វេភាគីថៃជាមួយកម្ពុជាមានទំហំ$3600 លានយើងដឹងហើយថាខ្ញុំនិយាយឲ្យថានៅពេលដែលជនស្លូតត្រង់ស្ទះសេដ្ឋកិច្ចអ្នកធំដឹករាប់រយឡានមួយថ្ងៃឆ្លងកាត់ព្រំដែនទំនិញវៀតណាមត្រូវដឹកឆ្លងកាត់កម្ពុជាទៅថៃទំនិញថៃដឹកឆ្លងមកចូលកម្ពុជារហូតទៅដល់វៀតណាមនៅតែបើកទេដោយសារអីគឺដោយសារតែនយោបាយសពិចសពិលនេះហើយនៅពេលទីបំផុតឥឡូវនេះអាអំនួតអីណា
ខ្សែបន្ទាត់ក្រហមអីអាអំនួតសំណាញ់មេឃអាអំនួតហៅភ្ញៀវចូលតុកចាំលើកម្ហូបអាអំនួតដាក់ទាំងបកីអាអំនួតយកវាធ្វើជីឥឡូវនេះ38ចំណុចតាមបណ្ដោយព្រំដែនកម្ពុជាThailand ត្រូវបានសៀមកាន់កាប់យុទ្ធជនច្បាំងសៀមបុកអគ្គភស្តុភារឲ្យសៀមបុកលុយសាកសពត្រូវបានមន្ត្រីណាលុយសម្រាប់ឧបត្ថម្ភសាកសពយុទ្ធជនត្រូវបានមន្ត្រីជាន់ថ្នាក់កណ្ដាលនិងក្រោមកេងប្រវាញ់ពីគ្រួសារសពមិនត្រឹមតែប៉ុណ្្នឹងទេអង្គញាចៅបោកភូតលេងណាវត្រាកំពុងតែធ្វើបាបប្រជាជននៅពេលដែលក្រុមវាឆក់ប្លន់ដីធ្លីគេល្មើសនឹងកុងត្រាយកលុយគេហើយអត់ឲ្យផ្ទះគេរឿងនេះកើតឡើងដោះស្នឹមហើយអត់មានអ្នកណាអត់មាននរណាយកចិត្តទុកដាក់ផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះទេហើយចេះតែនិយាយសន្តិភាពចង់ឲ្យអរគុណចេះតែនិយាយរហូតដល់និយាយប្រាប់ប្រជាជនថា scammer គឺជាសេដ្ឋកិច្ចអាមេរិកកាំងឲ្យតែហ៊ានថៃ$100 លានមិនមិនបានឲ្យតែហ៊ានថៃ$100 លានមិនមិនបានជាអាមេរិកកាំងឲ្យតែហ៊ានថៃ$100 លានហើយថែមទាំងប្រាប់ទៀត$100 លានហ្នឹងវាយ scammer វាយនៅណាកម្ពុជាមហាអក្រិតជនសុកចិត្តសុំកលុំចាប់ខ្លួនបញ្ជូនឲ្យចិនអាចិនជឿអត់កាត់ទោសនៅស្រុកខ្មែរហើយរហូតមកដល់ពេលនេះអ្នកដែលមាន account នៅក្នុងធនាគារ Prince មិនដឹងបានលុយឬអត់ទេស្អុយកាគ្រប់ធ្វើបាបប្រជាជនគ្មានឈប់ឈរកុហកប្រជាជនឲ្យជឿទុកចិត្តអស់38កន្លែងបាក់តបខ្ទេចមានតែយុទ្ធជនក្រីក្រទេណាមានតែយុទ្ធជនក្រីក្របន្ទាត់ក្រហមបាក់តប38ចំណុចបាក់តបអស់ណាបាក់តបអស់ណានេះហើយដែលចេះតែនិយាយថាព័ត៌មានមិនពិតចេះព័ត៌មានពិតចុះឥឡូវប្រភពបរទេសគេប្រាប់ហើយណាប្រភពបរទេសគេប្រាប់ហើយគេអ្នកនិយាយមួយម្ដងនៅឯអង្គរវត្តណាជនបរទេសលោកខាងលិចត្រូវទេសចររុស្ស៊ីវាយបែកក្បាលបែរទៅជាមិនដោះស្រាយបញ្ហាទេសចរបែរទៅជាចោទប្រកាន់ថាពួកលោកខាងលិចពួកទេសចរបរទេសលោកខាងលិចជាមនុស្សរស់រឿងមិនពិតឥឡូវហ្នឹងម្ចាស់ account ដែលគេធ្វើដំណើរទៅលេងអង្គរវត្តត្រូវទេសចររុស្ស៊ីវាយបែកក្បាលគេចុះផ្សាយ2ដងគេថាគេមិនចង់ចុះផ្សាយទេគេអត់ចង់និយាយអាក្រក់ពីប្រជាជនខ្មែរទេពីព្រោះគេអត់មានតោះគ្នាមួយចិត្តខ្មែរប៉ុន្តែសមត្ថកិច្ចនៅនឹងអង្គរវត្តអត់ដោះស្រាយបញ្ហាត្រូវបានមនុស្សប្រហើនទេសចររុស្ស៊ីវាយគេបែកក្បាលគេផ្សាយពីម្សិលមួយថ្ងៃគេផ្សាយថែមទៀតគេផ្សាយថារឿងនេះកើតមួយឆ្នាំហើយណាគេមានរូបវីដេអូគេផ្សាយឥឡូវគេផ្សាយចេញវីដេអូចេញពីវីដេអូឃើញទេណាអានឹងហើយបានជាទេសចរកម្ពុជាអាលាយអស់$1250 លានកន្លងទៅបាត់បង់ចំណូលផ្នែកទេសចរអ្នកលក់ដូរអ្នកតូចតាចអីបើគិតទៅនៅក្នុងសេដ្ឋកិច្ចបាត់បង់អស់$1250 លានទុកចិត្តលើរដ្ឋាភិបាលទៅស្អីក៏សិតតែចម្រើនដែរទុកចិត្តលើរដ្ឋាភិបាលទៅណាសេដ្ឋកិច្ចដាំក្បាលចោះវិធានការអត់មានបាក់កម្ចីកដល់កកធនាគារមុខឡើងជូមិនបានធនាគារមុខឡើងជូកម្ចីឲ្យទៅអត់មានដំណោះស្រាយទេលុយវិញមិនបានណាផ្នែកហិរញ្ញវត្ថុផ្នែកធនាគារក៏មានបញ្ហាធនាគារជាតិនៃកម្ពុជាឃើញអក្រិតកម្ម scam នៅនឹងមុខអត់មាត់មួយម៉ាត់ឥឡូវនេះបញ្ជាឲ្យបញ្ឈប់ប្រតិបត្តិការធនាគារ Prince តែលុយនៅក្នុង account មិនដឹងយ៉ាងណាទេណាស្រាប់តែ Cambodia Time និយាយថាណែឆ្លោះគ្នាបាត់ព្រំដែរនេះប៉ុន្តែចំនួនជាមួយថៃ$3,500 លានឆ្នាំនេះឆ្នាំ2025កន្លងទៅ
ណាទាំងអស់នេះគឺជាអ្វីដែលវាបែកធ្លាយបន្តិចម្ដងវាបែកធ្លាយចេញមកណាវាបែកធ្លាយចេញមកឲ្យប្រជាជនដែលមានចំណេះដឹងអាចដឹងបានថាការដឹកនាំវាដួលអារម្មណ៍ឥឡូវនេះអត់មានកថាចាញ់ជេរទៀតទេណាមិនបានអត់មានកថាចាញ់ជេរពេលព្រោះឈាមឆ្កែណាកថាចាញ់តេះដៀលទៅឈាមឆ្កែតែឈាមឆ្កែគេនិយាយការពិតចំណែកកថាអត់មានការពិតកថាអត់មានការពិតឥឡូវអស់ហើយណាតែហ៊ានចុងក្រោយ18នាក់ដែលសៀបដោះលែងកថាអ្នកនាំមុខណាឌីលគេសិតតែគេនឹងឆ្កែតែឆ្កែគេនិយាយការពិតឆ្កែស្មោះត្រង់ជាងកថាឆ្កែនិយាយឲ្យប្រជាជនខ្មែរបានដឹងប្រជាជនខ្មែរអូជឿកថាស្អប់យ៉ាងណាដល់ទីបំផុតក៏ទទួលស្គាល់ថាឆ្កែដែលចេះតែព្រុសពីក្រៅប្រទេសទៅវាមានអាឆ្កែក្បាលម្នាក់ពីរនាក់ដែរដែលវានិយាយនៅការពិតដើម្បីវាចង់ជួយប្រទេសជាតិណាត្រង់នេះគឺជាលក្ខណៈដែលប្រជាជនលោកចាប់ផ្ដើមទទួលដឹងចំណែកអាអួតសិតតែគេ3000នាក់6000នាក់ស្លាប់ពេញព្រៃអីណា20000នាក់ខ្វះតាហ៊ានហើយនិយាយពីរឿងថៃខ្វះតាហ៊ានថៃវាខ្វះតាហ៊ានណាបងប្អូនប៉ុន្តែឥឡូវហ្នឹងនៅស្រុកខ្មែរណាតាំងពីសៀមរាបកំពង់ធំបាត់ដំបងកំពង់ស្ពឺកំពង់ឆ្នាំងប្រមូលអស់ហើយអ្នកធ្លាប់ធ្វើតាហ៊ានណាដែលចង់ចូលកងទ័ពវិញគេឲ្យចូលពីព្រោះគេខ្វះអ្នកក្រទៅច្បាំងឥឡូវហ្នឹងគេហៅចូលធ្វើតាហ៊ានហើយណារីឯព័ត៌មានដែលថាកងទ័ពមួយចំនួនសុកចិត្តចាក់ចែងពីកងទ័ពនោះមិនដឹងថាចំនួនប្រមាណទេខ្ញុំមិននិយាយទេបើខ្ញុំមិនដឹងប៉ុន្តែអារឿងហៅចូលទៅតាហ៊ានចាប់ដើមហើយពីព្រោះគេត្រូវការអ្នកក្រចេញច្បាំងបើមានកិច្ចការអី2ភាគ3នៃកងទ័ពគេថាគេរវល់ធ្វើកិច្ចការវិស្វកម្មភ័ស្តុភារស៊ីម្បុកតែប្រជាតាហ៊ាននៅក្នុង6ដល់100000នាក់តាហ៊ានតែប្រហែល50000នាក់ទេចាញ់ច្បាំងចំណែកឯតាហ៊ានជាង100000នាក់បើមិនឈ្មោះខ្មោចទេឈ្មោះកូនអ្នកមានហើយនឹងឈ្មោះកូនលោកធំអត់ចាញ់ច្បាំងទេណាអត់ចាញ់ច្បាំងទេសុំទោសលោកណាពីមួយថ្ងៃទៅមួយថ្ងៃបាត់បង់អត់បានទេពីមួយថ្ងៃទៅមួយថ្ងៃបាត់បង់អត់បានទេពិភពលោកគេស្គាល់ពិភពលោកគេដឹងណាពិភពលោកគេស្គាល់ពិភពលោកគេដឹងថាសម្បុកណាសម្បុកអក្រិតកម្មគេដឹងជប៉ុនណា Nikkei Asia ណាឯងតែនិយាយស្អីថ្នាក់ថ្នមកម្ពុជាឥឡូវគេឲ្យដឹងតិចហើយថាសមរភូមិ38ចំណុចគេមិននិយាយទេប៉ុន្តែគេថាស្លាប់មនុស្ស100គេគាត់និយាយ100ទេណាគេគាត់និយាយ100ទេណាខ្ញុំអត់និយាយទេចំនួនអ្នកពលីខ្ញុំអត់និយាយទេមិនបានខ្ញុំអត់និយាយពីព្រោះខ្ញុំមានសុជីវធម៌ខ្ញុំមិនមែនអួតរឿងជីវិតមនុស្សទេខ្ញុំអាណិតស្រឡាញ់ជីវិតមនុស្សណាខ្ញុំអាណិតខ្ញុំស្រឡាញ់ជីវិតមនុស្សខ្ញុំមិននិយាយទេប៉ុន្តែឥឡូវហ្នឹងវាបែកវាធ្លាយចាញ់មកស្អីវាបន្តិចដងវាចាញ់មកហើយប៉ុន្តែរឿងដែលគួរឲ្យខ្មាស់អៀនមែនទែនគឺនៅចំពោះមុខគឺអំពើបោកភូតដ៏ធំអក្រិតកម្មបោកភូតដ៏ធំគឺនៅនឹងអង្គញាដែលនៅចិត្តមេដឹកនាំមានជាអាលេងណាវត្រាជាដើមដែលកំពុងតែបោកភូតល្មើសកងត្រាគឺល្មើសច្បាប់ស្ដាប់ឲ្យបានបងប្អូនត្រូវគេសណ្ដំខួរក្បាលថាមិនអីទេដោះដូរកងត្រាអត់ទេដោះដូរកងត្រាគឺល្មើសច្បាប់ពាណិជ្ជកម្មល្មើសច្បាប់អាជីវកម្មល្មើសច្បាប់និងបំបត្តិការទុកចិត្តណាល្មើសច្បាប់និងបំបត្តិការទុកចិត្តពីប្រជាពលរដ្ឋនិងប្រជាជនខ្មែរដែលលោកយកលុយទៅឲ្យវាបោកប្រាស់វាយកលុយដាក់លើតុឲ្យមេវាយកលុយដាក់លើតុឲ្យមេវាដើម្បីឲ្យការពារការបោកភូតអក្រិតកម្មបោកភូតរបស់វានេះគឺជារឿងដែលប្រជាជនខ្មែរលោកមើលឃើញតែលោកមិនដឹងនិយាយថាម៉េចវាមានលុយដាក់លើតុ1.4 ម៉ែត្រជ្រុងលុយដុល្លារលុយសុទ្ធលុយអស់ហ្នឹងសិតតែលុយវាបោកពីប្រជាជនអ្នកទិញដីវានៅប្រទេសស្រីអ្នកទិញដីវានៅវាលត្រាបាត់ដំបងអត់មានអាណាប័ណ្ណដីទេគេបោក
ហើយអាដីដែលបានមានអាដីខ្លះលិចទឹកធ្វើអីកើតទេដីលិចទឹកអាផ្លូវ 6A វាបោកគេរហូតដល់ឥឡូវវាសុកចិត្តប្រើប្រព័ន្ធបោកប្រាស់តាម Facebook វាផ្សាយគៀកកគ្នាជាមួយជនរងគ្រោះតែវាអត់ឲ្យផ្ទះគេទេណានេះហើយជាអំពើអក្រិតកម្មបោកភូតនៅក្នុងប្រទេសកម្ពុជាអាលក់ផ្ទះខ្យល់នឹងយូរហើយបងប្អូនហើយនិយាយអំពីការបោកភូតណានិយាយអំពីការបោកភូតដ៏ច្រើនដទៃទៀតរួមទាំងអា IC អីក្រុមអាគ្រូជោគជ័យអាគ្រូជោគជាំអីអាតកែកាហ្វេអាស្អីបោកភូតគេរហូតមកដល់ពេលនេះគឺគេជន់ចោលអត់យកមកធ្វើអីទេសំបីតែមីណាមីណីអាណាអាណីគឺថាអត់មានយកមកដាក់ទោសជាធរមានទេគឺសុំកលុំជន់ចោលបងប្អូនឃើញទេលុយកាក់គេបោកភូតនៅស្រុកខ្មែរវាមិនមែនតែ scam បរទេសទេវា scam ទាំងខ្មែរណាវា scam ទាំងខ្មែរវា scam ទាំងបរទេសហើយអ្នកទាំងអស់នឹងនៅជុំវិញមេដឹកនាំថតជាមួយមេដឹកនាំទីប្រឹក្សាមេដឹកនាំមន្ត្រីនៅក្នុងនីតិបញ្ញត្តិមន្ត្រីនៅក្នុងនីតិប្រតិបត្តិគ្រប់កន្លែងណាគ្រប់កន្លែងបោកភូតតែប្រជាជនខ្មែរធ្វើបាបតែប្រជាជនខ្មែរណាធ្វើបាបតែប្រជាជនខ្មែរបោកភូតប្រជាជនខ្មែរណាបោកភូតប្រជាជនខ្មែរធ្វើបាបប្រជាជនខ្មែរហើយឥឡូវហ្នឹងចាប់ផ្ដើមហៅតាហ៊ានមិនទាន់ពេញធឹងទេប៉ុន្តែចាប់ផ្ដើមហៅតាហ៊ានចាប់ផ្ដើមហៅតាហ៊ានហើយឥឡូវចាប់ផ្ដើមហៅតាហ៊ានហើយនឹកចាស់អីណាអាយុក្រោម60អីហ្នឹងហៅដែរហើយខ្ញុំមិនដឹងតែច្បាប់កងទ័ពនេះគេធ្វើមកទេប៉ុន្តែហៅឥឡូវអ្នកធ្លាប់ធ្វើតាហ៊ានណាអ្នកធ្លាប់ធ្វើតាហ៊ានគេថាចង់ចូលកងទ័ពវិញទេគេឲ្យចូលដើម្បីអីព្រោះគេត្រូវការមនុស្សអ្នកក្រឲ្យតែច្បាំងគេត្រូវការមនុស្សអ្នកក្រឲ្យតែច្បាំងនេះគឺជាអ្វីដែលកំពុងកើតឡើងអញ្ចឹងសំណេះសំណាលជាមួយប្រិមិត្តសិនបាទសួស្តីទាំងអស់គ្នាត្រីទៀងនៅអៃរ៉ង់មានការស្លាប់ជាង1000នាក់ហើយបាទRX 7 Go 7នៅក្នុងមតិរបស់តាគ្មាននរណាក្បត់ជាតិទេលុះត្រាតែយើងមានច្បាប់កំណត់នៃនិយមន័យក្បត់ជាតិបើអត់មានច្បាប់ទេបុគ្គលដែលធ្វើខុសយើងដឹងថាបុគ្គលនោះធ្វើខុសឃាតកម្មខុសពុករលួយខុសបោកប្រាស់អីយើងដឹងតែពាក្យថាក្បត់ជាតិគឺចៅឯងកុំប្រើពាក្យថាក្បត់ជាតិពាក្យក្បត់ជាតិនេះកុំនេះវាដាក់ក្នុងខួរចៅឯងឲ្យចៅឯងបំផ្លាញខ្លួនឯងនិងបំផ្លាញខ្មែរដទៃអត់មានអ្នកណាក្បត់ជាតិទេបើគ្មាននិយមន័យច្បាប់មានន័យថាបើអត់ច្បាប់តែងថាទោសកំហុសហ្នឹងគេហៅក្បត់ជាតិទេគេអត់ហៅទេហើយរឿងតដួយស្នេហាជាតិណាតើដាក់ពាក្យតដួយស្នេហាជាតិវាមិនមែនជាច្បាប់ទេណាចៅឯងក៏ចេះស្រឡាញ់ជាតិខ្ញុំក៏ចេះស្រឡាញ់ជាតិទោះបីខ្ញុំកាន់សញ្ជាតិដទៃក៏ចេះស្រឡាញ់ហ៊ុនសែនក៏ចេះស្រឡាញ់ជាតិហ៊ុនម៉ាណែតក៏ចេះស្រឡាញ់ជាតិគឺស្រឡាញ់ខ្លួនគាត់ស្រឡាញ់គ្រួសារគាត់ហ្នឹងគឺស្រឡាញ់ជាតិហើយអញ្ចឹងអាពាក្យស្នេហាជាតិហ្នឹងត្រូវបានគេដាក់ពាក្យមួយម៉ាត់គេហៅតដួយស្នេហាជាតិតដួយមានន័យថាម៉េចគឺជាពាក្យដែលគេលាងក្នុងខួរក្បាលឲ្យប្រើជាមួយពាក្យថាក្បត់ជាតិគឺជាមនោគមវិជ្ជាកុម្មុយនីសដែលវាបំផ្លាញចៅឯងវាបំផ្លាញខ្មែរដទៃឲ្យចោតឲ្យស្អប់គ្នាអញ្ចឹងវាមានអាតដួយស្នេហាជាតិហើយនឹងអាក្បត់ជាតិណាអានោះអាស្នេហាជាតិហើយក្បត់ជាតិហ្នឹងវាមានសត្វនរកមួយនៅប្រទេសកម្ពុជាបង្កើតឡើងសត្វនរកនេះឈ្មោះនរោត្តមសីហនុសត្វនរកឈ្មោះនរោត្តមសីហនុនឹងបង្កើតអាពាក្យថាក្បត់ជាតិហើយនឹងស្នេហាជាតិចៅត្រូវដឹង